សួស្តីបងប្អូនថ្ងៃនេះដែរខ្ញុំចង់បង្ហាញអំពីរបៀបដូរឈ្មោះpage សម្រាប់2025យើងអញ្ចឹងបងប្អូនចូលទៅមើលទាំងអស់គ្នាពីរបៀបដូរឈ្មោះ page អញ្ចឹងយើងចូលនៅកន្លែងFacebook មកដោយសារកន្លែងនេះគឺខ្ញុំដាក់ page ស្រាប់អញ្ចឹងយើងចូលមកដល់កន្លែងហ្នឹងមកកន្លែងហ្នឹងគឺមាន page ស្រាប់គឺយើងជ្រើសរើសពាក្យsetting and privacy អញ្ចឹងយើងចូលកន្លែងហ្នឹងមកបន្តមកទៀតយើងចូលនៅកន្លែងពាក្យថា setting ហ្នឹងហើយអញ្ចឹងយើងscrollវាមកមើលពាក្យ setup ហ្នឹងហើយ page setup ហ្នឹងយើងចូលកន្លែងហ្នឹងមកអញ្ចឹងឥឡូវហ្នឹងយើងឃើញហើយនេះគឺសម្រាប់កន្លែងយើងដូរឈ្មោះ page យើងចុចទៅលើឈ្មោះនេះមកកន្លែង name នេះមកអញ្ចឹងកន្លែងនេះវាបង្ហាញឲ្យយើងឈ្មោះpage របស់យើងចាស់ហ្នឹងហើយបងប្អូនណាកន្លែងនេះគឺសម្រាប់ page របស់យើងចាស់អញ្ចឹងយើងចុចដូរវាមកអញ្ចឹងយើងដូរសម្រាប់ដូរឈ្មោះយើងដូរឈ្មោះអីក៏បានដែរសម្រាប់តែបងប្អូនដែលយើងចង់ដាក់ហ្នឹងអញ្ចឹងកន្លែងយើងដាក់ទៅសវណ្ណាដាក់ឈ្មោះសវណ្ណារីហ្នឹងហើយអញ្ចឹងកន្លែងនេះគឺយើងចង់ដាក់ឈ្មោះអីក៏បានដែរសម្រាប់បងប្អូនដែលចង់ដាក់អញ្ចឹងយើងមកដាក់ឈ្មោះសវណ្ណារិទ្ធអញ្ចឹងយើងដាក់ដនវាមកយើងចូលកន្លែងដននោះពាក្យដននោះបន្ទាប់មកវាឲ្យដាក់ពាក្យ review change អញ្ចឹងយើងចូលកន្លែងហ្នឹងទៀតមកហើយបន្ទាប់មកគឺវាបង្ហាញបែបនេះហ្នឹងហើយបងប្អូនហើយសម្រាប់កន្លែងនេះគឺឈ្មោះ page ដែលយើងឈ្មោះ page ចាស់របស់យើងណាហើយកន្លែងនេះដែរគឺឈ្មោះសម្រាប់ដែលយើងដូរមិញហ្នឹងហើយឈ្មោះសវណ្ណារិទ្ធហ្នឹងហើយបន្តមកទៀតបងប្អូនចូលនៅកន្លែងពាក្យថា submit for approval ហ្នឹងហើយអញ្ចឹងយើងចូល submit កន្លែងហ្នឹងមកសម្រាប់យើងធ្វើការផ្លាស់ប្ដូរឈ្មោះ page របស់យើងបន្ទាប់មកបើសិនជាយើងដាក់ Gmail ភ្ជាប់ជាមួយ Gmail គឺវានឹងផ្ញើលេខកូដ Gmail ដែលយើងដាក់នៅក្នុងGmail របស់យើងហ្នឹងអញ្ចឹងយើងរងចាំទៅវានឹងផ្ញើលេខកូដមកហើយអញ្ចឹងសម្រាប់បងប្អូនដែលប្រើភ្ជាប់ជាមួយ Gmail គឺវាទាមទារឲ្យ Gmail អញ្ចឹងយើងចូលទៅកន្លែងមើល Gmail ទៅឈ្មោះរបស់យើងហ្នឹងចូលកន្លែងលេខកូដដែលវាផ្ញើមកឲ្យ Gmail ហ្នឹងអញ្ចឹងបងប្អូនចូលទៅមើល Gmail មកហ្នឹងហើយរងចាំតិចទៅហ្នឹងហើយអញ្ចឹងយើងចូលមើលនេះកន្លែងនេះគឺលេខកូដដែលវាឲ្យអញ្ចឹងយើង copy មកចូលពាក្យ copy មកបន្តមកទៀតយើងចូលនៅកន្លែងយើងហ្នឹងយើងផាសវាមកអូខេបន្តមកយើងយកពាក្យ continue អូខេឥឡូវរួចរាល់ហើយបងប្អូនអញ្ចឹងវានឹងបានរួចរាល់ហើយសម្រាប់ការដូរឈ្មោះរបស់យើង page របស់យើងគឺបានរួចរាល់ហើយហ្នឹងហើយអញ្ចឹងសម្រាប់របៀបដូរឈ្មោះ page របស់យើងគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងសូមអរគុណបងប្អូនដែលបានចូលតាមដានហើយក៏សូមដូចជូនបងប្អូនជួយ share បន្តដើម្បីឲ្យបងប្អូនយើងដែលគាត់មិនទាន់ចេះដូរឈ្មោះ page ហ្នឹងហើយសូមអរគុណបាទ